មម្នាក់សួរពីសាបតាមុនថាតើការរស់នៅប្រចាំថ្ងៃហ្នឹងគួរចម្រើនធម៌អ្វីបើនិយាយពីការគោរពប្រតិបត្តិព្រះធម៌បើឆ្លើយមួយម៉ាត់ថាគួរចម្រើនអីតែម្ដងនោះវាមិនត្រូវទាំងអស់ទេបងឧទាហរណ៍ថាបើយើងសួរមួយម៉ាត់ថាតើបើអ្នកជំងឺទៅពេទ្យតើពេទ្យគួរដាក់ថ្នាំអ្វីសួរមួយម៉ាត់អញ្ចឹងវាឆ្លើយមួយម៉ាត់មកវិញមិនត្រូវវាទល់តែពេទ្យសួរថាតើឈឺអីណាតើឈឺអីវាទល់តែដឹងថាអ្នកជំងឺនឹងឈឺអីបានឆ្លើយថាដាក់ថ្នាំអីត្រូវបើកាលណាគ្រាន់តែប្រាប់ថាឈឺហើយសួរថាពេទ្យត្រូវព្យាបាលដោយម្ដេចឬក៏ពេទ្យនឹងត្រូវដាក់ថ្នាំអ្វីនោះពេទ្យណាហ៊ានអះអាងពេទ្យនឹងមានបញ្ហាពីព្រោះយើងត្រូវសង្កេតទៅលើការប្រោសសត្វរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រូវមើលឧបនិស្ស័យរបស់សត្វលោកជាមុនសិនដូចគ្នានឹងពេទ្យមុននឹងដាក់ថ្នាំត្រូវតែពិនិត្យមើលសុខភាពជាមុនសិនទោះបីដល់ថ្នាក់ត្រូវវះកាត់ក៏ត្រូវតែមើលកម្លាំងរបស់អ្នកជំងឺថាតើអាចទ្រាំបានទេអាចថាក្រោយពេលដែលដាក់ថ្នាំសន្លប់ហើយនឹងអាចមានកម្លាំងដើម្បីដឹងខ្លួនបានដែរឬទេមិនមែនថាមកចេះតែកាត់ចេះតែវះអ្នកចុកពោះហើយពេទ្យឯកទេសចេះតែដកធ្មេញទៅដល់ពេទ្យសួរថាឈឺអីចុកពោះណាមកចាំអញដកធ្មេញឲ្យពួកគាត់ចេះតែដកធ្មេញណាសពថ្ងៃហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងសំណួរដែលញោមម្នាក់សួរផ្លូវក្នុងផ្លូវក្រៅអីអញ្ចឹងណាវាមានតាមអ្នកប្រកាន់អញ្ចឹងទៅក៏ប៉ុន្តែនៅក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធចែកចេញហ្នឹងវាអាចចែកធម៌ខាងក្នុងធម៌ខាងក្រៅបហិទ្ធិវាណាបហិទ្ធិពួកធម៌មានអារម្មណ៍ខាងក្រៅខាងក្នុងអីចឹងហ្នឹងមានទៅតាមធម៌ក៏ប៉ុន្តែវាផ្សេងអំពីសេចក្តីប្រកាន់របស់មនុស្សការប្រកាន់របស់មនុស្សវាជារឿងផ្សេងហើយជួនកាលនិយាយស្ដាប់គ្នាមិនបានទៅទៀតពីព្រោះអ្នកប្រកាន់ក្នុងក្រៅហ្នឹងមិនទាំងបានយកពុទ្ធហ្នឹងជាគ្រូផងដូចគ្នាដែលអាត្មាទៅជួបញោមម្នាក់នៅអូស្ត្រាលីជជែកមកយប់អាងពុទ្ធដីកាគាត់ស្ដាប់មិនយល់មួយម៉ាត់ណាក៏គ្រូគាត់ថាមួយម៉ាត់ណាក៏គ្រូគាត់ថានិយាយប្រហែលជា2ម៉ោង3ម៉ោងទៅយ៉ាងនិយាយអាត្មាបញ្យល់បើមិនជឿទេអាត្មាបើកបីដកឲ្យមើលនេះចេះគាត់ថាទេគាត់មិនអាចទៅគិតអញ្ចឹងបានណាប៉ុន្តែគ្រូគាត់ប្រាប់អញ្ចឹងហ្នឹងទីបំផុតគាត់ថាបើដូចគុណមិនដឹងផ្លូវក្នុងកណានិយាយចូលមិនកើតគួរអស់សំណើចហ្នឹងចឹងបានថារឿងនេះគឺជារឿងមួយដែលយើងពិបាកបន្ទោសពីព្រោះការចេញដំណើរតើកាលណាដើរទៅតាមផ្លូវណាជ្រុលពេលហើយវានឹងដិតដាមនៅតាមផ្លូវនោះហើយជាធម្មតាមនុស្សឆាប់ឆ្លងតាមគ្នាណាឆាប់ឆ្លងតាមគ្នាអញ្ចឹងបានជានៅក្នុងមង្គលសូត្រព្រះអង្គទ្រង់សម្ដែងអំពីអាសេវនាចៈពីលានំបណ្ឌិតានញ្ញសេវនាគឺត្រូវជ្រើសរើសការសេពគប់នឹងយ៉ាងសំខាន់ណាស់ហើយកល្យាណមិត្តនឹងវាមានតម្លៃស្មើនឹងសាសនៈព្រហ្មចរិយធម៌នឹងតែម្ដងឃើញទេដូចញោមម្នាក់ដែលអាលើកឡើងបាញ់មិញអញ្ចឹងជជែកគ្នាមកយប់ខំអាងពុទ្ធដីកាមកយ៉ាងម៉េចឧទាហរណ៍ផ្ទាល់ភ្នែកយ៉ាងម៉េចក៏គាត់ថាទេគាត់មិនដែលរៀនបីដកគាត់មិនដែលរៀនគាត់រៀនតែគ្រូគាត់ប្រាប់អញ្ចឹងហើយគាត់រៀនតែតាមគ្រូគាត់អញ្ចឹងហើយសួរបញ្ជាក់គាត់ថាចាហ្នឹងច្បាស់ដែរញោមរៀនអញ្ចឹងច្បាស់ថាហ្នឹងជាផ្លូវបដិបទាតាមព្រះសម្មាសម្ពុទ្ធទេកាលណាមិនដឹងប៉ុន្តែគ្រូឲ្យបដិបត្តិអញ្ចឹងឃើញទេអាហ្នឹងហើយគ្រូនិយមពលគ្រូហើយសម្បូរណាស់សពថ្ងៃពលគ្រូ
ឬក៏ងប់គ្រូទីបំផុតទៅប្រកាន់មកខាងអញ្ចឹងបានញោមម្នាក់សួរអាត្មាថាតើគាត់គួរយកខាងណាគាត់គួរជ្រើសរើសយកខាងណាអ្នកខ្លះថាមិនបាច់ទៅធ្វើសមាធិទេអ្នកខ្លះទៀតថាទល់តែធ្វើសមាធិស្ដាប់មកខាងទៅដូចតំណងស្ដាប់មកខាងទៀតក៏ដូចជាតំណងតើខ្ញុំកណាគួរជ្រើសយ៉ាងខាងណាបាទខ្ញុំកណាអាត្មាថាភ្លៀងផ្ទាត់ទៅណាស្ដាប់ទាំងអស់ទៅប៉ុន្តែយើងមានបញ្ញាសម្រាប់គិតបដិបត្តិខ្លួនឯងថាគាត់ថាគិតមិនបានពីព្រោះស្ដាប់ខាងនេះក៏តំណងស្ដាប់អ្នកហាមទៅធ្វើសមាធិហ្នឹងក៏តំណងស្ដាប់អ្នកថាត្រូវទៅធ្វើសមាធិហ្នឹងក៏តំណងគឺមានហេតុផលអាងដូចគ្នាសើតំណងយូរលេឡាមិនដឹងទៅណាបាទថាគុំលេឡាអីដាក់គ្រូទាំងសងខាងជាម្រែកខាងទៅហើយដាក់បកគោលមួយកដាលដាក់ព្រះពីលើមកដាក់ព្រះសម្មាសម្ពុទ្ធពីលើមកណាយកព្រះអង្គវិញទៅមនុស្សយើងបើយកព្រះសម្មាសម្ពុទ្ធជាបង្គោលកដាលអត់ផ្អៀងទេអត់ខឹងគ្នាទេរឿងនេះរឿងផ្លូវក្នុងអាត្មាមិនមែនថាគេខុសទេប៉ុន្តែគេបញ្ញត្តិឈ្មោះយ៉ាងម៉េចវារឿងរបស់គេក៏ប៉ុន្តែមជ្ឈិមបដិបទាអាចហៅថាជាផ្លូវក្នុងក៏បានដែរពីព្រោះខណៈពេលដែលឃើញសច្ចធម៌គឺវាប្រព្រឹត្តទៅតាមមโนទ្វារនឹងឯងចាត់ទុកថាជាផ្លូវក្នុងចោះវាមិនមែនឃើញតាមភ្នែកវាមិនមែនឃើញតាមតិចវាមិនមែនឃើញតាមដាតច្រមុះដាតកាយទេគឺវាត្រូវប្រព្រឹត្តទៅតាមមโนទ្វារវិថីនិងខណៈពេលដែលទស្សនៈកើតឡើងទស្សនៈគឺធម្មចក្ខុសោតាបត្តមៈកើតឡើងមិនដែលកើតតាមតិចតាមភ្នែកទេវាកើតតាមមโนទ្វារអញ្ចឹងមโนទ្វារនឹងអាចចាត់ទុកថាផ្លូវក្នុងប៉ុន្តែផ្លូវក្នុងនេះអាត្មានិយាយខុសពីផ្លូវក្នុងដែលគេប្រកាន់គឺប្រកាន់ហ្នឹងគឺមានរបៀបមានរបបរបស់គេឃើញនេះឃើញនោះមកកកក្តីវាខុសអំពីបច្ចវេខណៈញាណខុសអំពីវិបស្សនាញាណពិតប្រាកដនឹងចឹងអាត្មានិយាយហ្នឹងវារៀងពាក់ព័ន្ធគ្នាស្តៀងចូលគ្នាបន្តិចរឿងផ្លូវក្នុងហ្នឹងហើយផ្លូវក្នុងក៏មានខុសគ្នាទៅទៀតវាមិនមែនដូចគ្នាទេវាទៅតាមគ្រូនិយមគ្រូចំណាំធ្វើអីបានក៏ធ្វើហ្នឹងទៅប៉ុន្តែខ្ញុំកណ្ដាអាត្មាចង់សរុបមកវិញថាប្រសិនបើយើងទាំងឡាយអ្នករៀនធម៌ទាំងឡាយហ្នឹងមានទស្សនៈមួយថាទល់តែធ្វើតាមវិធីខ្ញុំទៅរួចផុតទុក្ខអាហ្នឹងគឺវាស្តៀងគ្នាទៅនឹងការប្រកាន់វត្តបដិបត្តិហ្នឹងឯងវាមិនមែនជាពេទ្យព្យាបាលពហុព្យាបាលគេហៅថាពហុព្យាបាលមានន័យថាព្យាបាលជំងឺទូទៅបានវាជាពេទ្យឯកទេសជាការពិតហើយពេទ្យឯកទេសគាត់ជំនាញខាងអីវាជំនាញខាងហ្នឹងប៉ុន្តែបើមនុស្សឈឺជើងហើយទៅដល់ពេទ្យដកតែធ្មេញអស់ទៅព្រោះគាត់ចេះតែដកធ្មេញអាហ្នឹងស្រាច់ហើយប៉ុន្តែជាការពិតបើនរណាឈឺធ្មេញគាត់ប្រកែក៏បើនរណាឈឺធ្មេញគាត់ប្រកែតែបើឈឺកន្លែងផ្សេងគាត់អត់ប្រកែទេអញ្ចឹងទាំងសិលទាំងសមាធិទាំងបញ្ញាព្រះសម្មាសម្ពុទ្ធសម្ដែងទាំងអស់ណាទាំងអស់ហ្នឹងសមថកម្មដ្ឋានក៏ព្រះអង្គសម្ដែងសិតតែមានប្រយោជន៍បើគ្រាន់ថាមានប្រយោជន៍កម្រិតណាវាអាស្រ័យទៅលើអ្នកគោរពអ្នកប្រតិបត្តិនិងអ្នកបានទទួលនៅសេចក្តីសុខអំពីការប្រតិបត្តិនោះក៏ប៉ុន្តែការប្រតិបត្តិបែបណាក៏ដោយចុះទិសដៅបំផុតគឺបញ្ញាកាត់ផ្ដាច់នៅកិលេសសិលក៏មិនជាប់ត្រឹមតែសិលសមាធិហ្នឹងក៏មិនជាប់ត្រឹមសមាធិហ្នឹងវាទល់តែបញ្ញាឃើញច្បាស់នៅសច្ចធម៌ដូច្នេះអាត្មាសូមតបទៅញោមសួរថាតើត្រូវចម្រើនធម៌អីហ្នឹងមិនចង់ឆ្លើយថាធម៌អីទេប៉ុន្តែបើថានៅតាមកិរិយាវាហ្នឹងព្រះអង្គសម្ដែងពីកិរិយាវាសធម៌មានខន្តីសច្ចតមៈចាគៈអីជាដើមហ្នឹងមានសេចក្តីអត់ធន់មានសច្ចភាពទៀងត្រង់តមៈការទូនមានខ្លួនហើយចាគៈការបរិច្ចាគអីជាដើមហ្នឹងគេចាត់ទុកថាជាកិរិយាវាសធម៌ជាងការបដិបត្តិក្នុងជីវិតយើងជាកិរិយាវាសហ្នឹងគោរពតាមសង្កេលកៈសូត្រទៅមើលសង្កេលកៈសូត្រទៅដើម្បីដកលេខ19ហ្នឹងក្នុងព្រះអត្តកថាលោកចាត់ទុកថាជាអាគិរិយវិន័យជាអាគិរិយធម៌គ្រប់ទាំងអស់នៅកន្លែងហ្នឹងត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉ាហ្នឹងគឺថា
វិន័យរបស់ក្រហមធម៌របស់ក្រហមហ្នឹងប្រជុំចោះនៅក្នុងហ្នឹងលោកបញ្ជាក់អញ្ចឹងក្នុងអត្ថកថាគ្រប់សពទាំងអស់ប៉ុន្តែការសម្ដែងអញ្ចឹងហ្នឹងវាទល់តែមានហេតុទៅលើអបនិស្ស័យបុគ្គលម្នាក់ប៉ុន្តែសរុបរួមមកយើងមិនអាចរៀនតែប៉ុណ្្នឹងអាចយល់ច្បាស់នៅធម៌របស់ព្រះសម្មាសម្ពុទ្ធបានទេពីព្រោះការសម្ដែងធម៌សពថ្ងៃវាខុសអំពីសម័យព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ឃើញនៅចរិតអធ្យាស្រ័យរបស់សត្វហើយទៅសម្ដែងដូចខ្ញុំកណ្ណាអាត្មាភាពក្តីអ្នកល្បីណាក៏ដោយសពថ្ងៃនេះគឺថាសម្ដែងទៅតាមធម៌ទៅជាងការទៅកាយកម្មយល់របស់ខ្លួនទៅវាមិននៅក្នុងចិត្តអ្នកស្ដាប់មានន័យថាមិនដឹងថាក្នុងចិត្តអ្នកស្ដាប់នឹងមានរោគអីចឹងចេះសម្ដែងឲ្យច្រើនទៅឲ្យអ្នកស្ដាប់នឹងរើសវិញធម៌ណាត្រូវចិត្តធម៌ណាមិនត្រូវចិត្តធម៌ណាត្រូវអធ្យាស្រ័យធម៌ណាមិនត្រូវអធ្យាស្រ័យដូច្នេះសម័យនេះវាបើប្រៀបជាមួយវិទ្យាសាស្ត្រវាផ្ទុយគ្នាយ៉ាងម៉េចសម័យពីដើមគ្រូខ្មែរគ្រូបុរាណអីហ្នឹងជាបាស្មានហើយចេះតែដាក់ថ្នាំទៅប៉ុន្តែសម័យបច្ចុប្បន្នមុននឹងជាបាគេពិនិត្យសិនហ្នឹងពិនិត្យសិនគឺទៅនៅទៅគេចឹងប៉ុន្តែផ្នែកអ្នកទេសនាធម៌វិញវាដូចជាវិលទៅរកសម័យបុរាណទៅវិញវាមិនទំនើបតាមវិទ្យាសាស្ត្របើសម័យព្រះអង្គដូចវិទ្យាសាស្ត្រសុទ្ធបដ កន្លែងហ្នឹងគឺព្រះអង្គពិនិត្យសិនពិនិត្យហើយបានដាក់ធัวដូចជាថ្នាំអញ្ចឹងខុសគ្នាហើយសម័យលើនេះវាអស់ប្រដាប់ឆ្លោះមើលទៅហើយញៀនហ្នឹងវាអត់មានបរចិត្តវិជ្ជាហ្នឹងវាអត់មានប្រដាប់ឆ្លោះមើលចិត្តហ្នឹងវាអត់ឃើញអញ្ចឹងទៅចេះតែសំដែងព្រាវទៅអាត្មាក៏ព្រាវណាក៏ព្រាវនៅតាមនៅបុណ្យកតញ្ញូទេសកតញ្ញូបុណ្យកឋិនទេសកឋិនអញ្ចឹងទៅហើយជួនកាលបុណ្យកឋិនមិនទេសកឋិនញាតិញោមខឹងទៀតប៉ុន្តែព្រះលោកមិនដែលទេសតាមបុណ្យអញ្ចឹងណាទេសតាមឧបនិស្ស័យតាមឧបនិស្ស័យសត្វអញ្ចឹងបានមនុស្សយើងមានសទ្ធាមានចរិតមានអធ្យាស្រ័យខុសគ្នាណាខ្លះទៅសម្បូរដោយទោសចរិតទៅខ្លះទៅសម្បូរដោយមោហចរិតទៅខ្លះទៅរាគចរិតទៅសទ្ធាចរិតញាណចរិតខុសគ្នាវិតកចរិតអញ្ចឹងទៅហើយយើងទៅឲ្យប្រតិបត្តិទៅវិធីសាស្ត្រមួយមិនកើតវាមិនកើតទេចឹងបានជាត្រូវរៀនឲ្យច្រើនស្ដាប់ឲ្យច្រើនហើយញោមម្នាក់នោះគាត់មកជួបខ្ញុំកណ្ណាអាត្មាមើលគុណសុំឲ្យជួយមួយម៉ាត់មើលធัวណាចាប់ឆាប់ដល់និព្វានឲ្យមួយម៉ាត់មកឲ្យកណ្ណាបន្ទិញឲ្យឆាប់ដល់និព្វានមើលដឹងមួយម៉ាត់ដល់អាត្មានៅតែវ៉ែអញ្ចឹងហើយទៅមុនញាតិញោមទៅទៀតបាច់នៅខំប្រឹងទៅដាប់ទៅដួសរៀនសូត្ររាល់ថ្ងៃហ្នឹងញាតិញោមគិតវិចារណាមើលចង់បានតែមួយម៉ាត់ឆាប់ដល់អូមួយម៉ាត់ដល់អ្នកបរិញ្ញាវាទៅមុនបាត់អស់ហើយទាំងផ្នែកណាផ្នែកនៃទាំងអស់ហ្នឹងណាអ្នកបរិញ្ញាទាំងអស់ហ្នឹងវាមិនបាច់នៅកើតចាស់ឈឺស្លាប់ទាំងអស់គ្នាទេរឿងឃើញសច្ចធម៌ហ្នឹងវាជារឿងមិនងាយសិតតែសន្សំដូចតែគ្នាតាសិតតែសន្សំដូចគ្នាអញ្ចឹងវាគ្មានអ្នកណាអស្ចារ្យជាងអ្នកណាទេវាគ្រាន់តែអ្នកដឹងច្រើនប្រាប់អ្នកដឹងតិចតែប៉ុណ្្នឹងឯងខ្ញុំកណ្ណាអាត្មាហ្នឹងក៏វាគ្មានអីអស្ចារ្យជាងញាតិញោមដែរព្រោះថាជានេតិនិយាយទៅក៏និយាយទៅហើយគេស្ដាប់មកគេរៀងល្ងងជាងតិចក៏គេសរសើរតែចេះទៅប៉ុន្តែតាមពិតមានតែចេះស្អីចេះតែកន្លែងចេះណាកន្លែងអត់ចេះមកសប្លុះហើយញាតិញោមអញ្ចឹងថ្ងៃមុនគាត់ថាឆ្ងល់សួរមិនដែលតល់សោះសួរកន្លែងអត់តល់សួរកន្លែងតល់អត់ឆ្លើយចេះតែលើកមនុស្សឲ្យវាខ្ពស់ពេកណានឹងអញ្ចឹងហើយសូមញោមសួរថាត្រូវចម្រើនធัวអីហ្នឹងស្ដាប់ឲ្យច្រើនទៅបងស្ដាប់ឲ្យច្រើនរៀនឲ្យច្រើនទៅគង់តែដល់ចំណុចមួយដែលវាសំចិត្តសំអធ្យាស្រ័យរបស់យើងអញ្ចឹងធัวដែលជួយគួរចម្រើនមកថាចម្រើនការរៀនសូត្រញោមចូលចម្រើនការរៀនសូត្រណាដំបូងអាហ្នឹងជាការចាប់ផ្ដើមហើយពិនិត្យមើលផ្លូវត្រូវផ្លូវខុសហ្នឹងឲ្យវាច្បាស់សិនចាំដើរហើយបើកាលណាយើងពិនិត្យផ្លូវមិនតាន់ច្បាស់ដើរគ្រោះថ្នាក់ណាដូចពេលយប់ចឹងយើងនៅក្នុងស្រុកដែលមានភ័យហើយគ្រាន់លឺក៏ភ្លើងក្ដួងមករត់ជាងកាលគេប្រអើលយើងរត់ទៅជន់មានងាប់បើឈរឲ្យនឹងសិនណាឈរឲ្យនឹងសិនពិនិត្យមកឲ្យច្បាស់សិនចាំដើរចឹងបាននៅក្នុងអរិយមគ្គអង្គ8ប្រការព្រះអង្គទ្រង់ដាក់សមាទិដ្ឋិហ្នឹងនៅដំបូងគេតែហ្មងសមាទិដ្ឋិការយល់ត្រូវបើប្រៀបទៅនឹងដំណើរគឺការពិនិត្យមើលផ្លូវសិនមើលទិសដៅសិនទៅណាផ្លូវណាជាផ្លូវសុខផ្លូវសានផ្លូវណាគួរទៅផ្លូវណាមិនគួរទៅឃើញទេសំខាន់ណាស់សមាទិដ្ឋិហើយតែបាត់សមាទិដ្ឋិមួយហើយអាសាបងស្អីដូចគ្នានឹងយើង
ធ្វើដំណើរទីថានៅចំចំណុចមួយយើងចង់ទៅភ្នំពេញអញ្ចឹងទិសត្រូវមានតែមួយទេគេហៅថាពីបាត់ដំបងចេញទៅភ្នំពេញចេញទៅទិសខាងកើតជើងនឹងត្បូងតិចទិសហ្នឹងបានទៅភ្នំពេញហើយទៅចេញទៅលិចទៅហើយដល់ចេញទៅលិចទៅហើយឯជាថាទៅភ្នំពេញដែរអត់តន់បណ្ឌិតច្បាស់ប៉ុណ្ណាឯសួរថាហ្នឹងវាមិនវាយ៉ាប់ជាងអានេះអត់ចេញទៅទៀតណាការបដិបត្តិខុសហ្នឹងនាំបុគ្គលឲ្យដល់នៅការគ្រោះថ្នាក់អញ្ចឹងសំខាន់ណាស់អញ្ចឹងបានព្រះអង្គថាកល្យាណមិត្តហ្នឹងមានតម្លៃស្មើនឹងសាសនាព្រហ្មចរិយធម៌នឹងតែម្ដង